ខ្ញុំសូណាល់សូមចែករំលែកពីរបៀបដែលធ្វើឲ្យផ្ទះតិចកម្មមួយទទួលបានសបុកស្អាតឬក៏មិនស្អាតមានបងប្អូនយើងគាត់ចេះតែឆាតមកសួរដើម្បីឲ្យសបុកតិចកម្មនៅក្នុងផ្ទះរបស់យើងស្អាតវាមានកត្តាតែ2 3យ៉ាងទេកត្តាទី1គឺផ្ទះរបស់យើងមានសីតុណ្ហភាពល្អមានន័យថាមិនក្តៅពេកសីតុណ្ហភាពចន្លោះពី29ទៅដល់ត្រឹម32អង្សាសេហើយសំណើមត្រូវគ្រប់គ្រាន់សំណើមត្រឹមចន្លោះពី75ទៅដល់85%ហើយឈើរបស់យើងក៏ត្រូវតែស្អាតដែរមានន័យថាឈើរបស់យើងអត់ជាប់សមុយច្រើនអត់ជាប់ស្រាយច្រើនអញ្ចឹងនៅពេលដែលតិចកម្មធ្វើសបុកទៅលើហ្នឹងទៅវាអត់ជាប់អាកំទេចឈើដែលកក្រិចហ្នឹងទៅលើសបុកមួយវិញទៀតតាក់ទងនឹងឈើហ្នឹងត្រូវឈើរបស់យើងហ្នឹងកុំឲ្យមានពទាធំពេកនៅពេលដែលពទារបស់វាឬក៏មុខកាត់របស់វាធំពេកហ្នឹងធ្វើឲ្យតិចកម្មវាធ្វើសបុកបានលើផងក្រោមផងអញ្ចឹងនៅពេលដែលសបុកខាងលើវាធ្វើសបុកហ្នឹងវាជូរអាចដាក់សបុកខាងក្រោមសបុកខាងក្រោមដូចកត្រងសម្រាប់ត្រងអាចសបុកខាងលើអញ្ចឹងអាហ្នឹងក៏ធ្វើឲ្យសបុកយើងកក្រិចដែរហើយបើផ្ទះតិចកម្មរបស់យើងមានសត្វច្រើនវាប្រកាសជាមានអាចច្រើនអញ្ចឹងយើងត្រូវសម្អាតអាចរបស់វានឹងខ្លះផងតែយើងមិនមែនសម្អាតទាំងអស់ហ្មងទេយើងត្រូវសម្អាតវាទុកត្រឹម20%អីទៅដើម្បីកុំឲ្យវាបាត់ក្លិនធម្មជាតិរបស់វាតែបើសិនជាអាចនឹងវាសើមវាប្រពេចប្របាច់ពេញផ្ទះអានឹងវាបង្កើតទៅជាអាម៉ូញ៉ាក់អញ្ចឹងធ្វើឲ្យផ្ទះរបស់យើងនេះមានសបុកអត់ស្អាតទេសបុករបស់យើងទៅជាប្រែពណ៌ទៅជាពណ៌កែអំពៅហើយចំណុចមួយទៀតគឺផ្ទះរបស់យើងបើសិនជាមានសម្ើលច្រើនអញ្ចឹងសម្ើលវាចុះវាឡើងអញ្ចឹងវាប៉ះកន្លែងដែលកក្រិចហ្នឹងវាទៅលើសបុកអាហ្នឹងក៏ធ្វើឲ្យសបុករបស់យើងហ្នឹងអត់ស្អាតដែរវាទៅជាមានប្រឡាក់អុចណាហើយបើសិនជាយើងប្រើទឹកអត់ស្អាតយើងដាក់ទៅក្នុងម៉ាស៊ីនបាញ់ទឹករបស់យើងនេះយើងបាញ់ជះទៅក្នុងផ្ទះរបស់យើងហ្នឹងក៏ធ្វើឲ្យសបុករបស់យើងអត់ស្អាតដែរអញ្ចឹងផ្ទះរបស់យើងត្រូវប្រើទឹកស្អាតដើម្បីកុំឲ្យសបុករបស់យើងនឹងវាកក្រិចហើយបើសិនជាយើងប្រើទឹកស្អាតនឹងទៀតសោតខ្ញុំធ្លាប់ជួបផ្ទាល់នៅពេលដែលទឹកនឹងវាមានជាតិក្លខ្លាំងអញ្ចឹងធ្វើឲ្យសបុកតិចកម្មរបស់យើងនឹងប្រែពណ៌ទៅជាពណ៌រាងបៃតងព្រោះសបុកតិចកម្មវាងាយប្រតិកម្មមែនតើអញ្ចឹងទឹកគឺត្រូវតែទឹកស្អាតបើសិនជាយើងមិនຕົកចិត្តទេយើងត្រូវយកទឹកនឹងដាក់ទៅក្នុងធុងទឹកហើយស្តុកទឹកនឹងឲ្យបានមួយសប្តាហ៍អីសិនទៅចាំយើងបូមវាឡើងទៅដល់ក្នុងផ្ទះតិចកម្មដើម្បីឲ្យវាចែកចាយបាញ់ជាសំណើមក្នុងផ្ទះតិចកម្មចំណុចសំខាន់ចុងក្រោយគឺតាក់ទងនឹងការប្រមូលផលបើសិនជាយើងអាចប្រមូលផលមួយខែ2 ដងមានន័យថា2សប្តាហ៍ម្ដងបានយើងប្រមូលផលតន់អញ្ចឹងនៅពេលដែលផ្ទះខ្លះក៏ទុកដល់1ខែឬក៏2ខែមានផ្ទះខ្លះទុកដល់3ខែអញ្ចឹងធ្វើឲ្យសបុកហ្នឹងអត់ស្អាតទេដោយសារតែសបុកជួនកាលទំនេរធម្មតាអាទិត្យអីសត្វផ្សេងវាទៅពងដាក់វាធ្វើសបុកពីលើនឹងម្ដងទៀតអញ្ចឹងធ្វើឲ្យសបុកនឹងក៏ក្រិចហើយនៅពេលដែលសបុកប្រើច្រើនដងហើយណាមួយវិញទៀតយើងក៏បាត់ចំនួនសបុកព្រោះវាត្រូវធ្វើសបុកថ្មីមួយទៀតដល់ពេលវាឃើញសបុកចាស់ហ្នឹងវាធ្វើនៅលើសបុកចាស់ហ្នឹងអញ្ចឹងធ្វើឲ្យសបុករបស់យើងនឹងអត់ឃើញកើនទេដោយសារតែវាចេះតែប្រើលើអាសបុកចាស់ដែលយើងបានបេះហ្នឹងអាហ្នឹងធ្វើឲ្យយើងខាតហើយចង់បញ្ជាក់មួយទៀតប្រាប់បងប្អូនថាមិនមែនសំណើមកាន់តែច្រើនសបុកកាន់តែស្អាតទេណាសំណើមត្រឹមតែមួយគ្រប់ទេបើសិនជាសំណើមលើសធ្វើឲ្យបាត់សัตว์វិញហើយអញ្ចឹងមិនមែនយើងដាក់ម៉ាស៊ីនបាញ់ទឹកបាញ់ឲ្យខ្លាំងហ៊ុយផ្សែងពេញផ្ទះហើយយើងថាល្អហ្នឹងមិនមែនជាចំណុចល្អទេបាទហើយតាក់ទងទៅនឹងចំណុចដែលធ្វើឲ្យសបុកតិចកម្មស្អាតឬក៏មិនស្អាតហ្នឹងគឺមានតែប៉ុណ្្នឹងឯងបងប្អូនហើយក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាមើលវីដេអូនេះហើយសូមបងប្អូនទាំងអស់គ្នាជួយ follow page ម្នាក់មួយផងអរគុណច្រើនជម្រាបលាហើយបើសិនជាបងប្អូននៅតែឆ្ងល់ត្រង់ណាអីអាចឆាតបានឬក៏ comment សួរក្នុង page នឹងបានអរគុណ